chẳng như miền automaton pi NFAនិង DFA អញ្ចឹងដោយ automaton របស់យើងបានបញ្ចូលក្នុង database ហើយនៅក្នុង MySQL អញ្ចឹងនៅក្នុងនេះយើងគ្រាន់តែចូល select នៅក្នុងនេះអូខេយើងចុច load មកអញ្ចឹងយើងអាចបញ្ជាក់បានថាអូខេយើងបញ្ជាក់automaton យើងនៅក្នុង program ហើយនៅក្នុងលំហាត់ថាវាដូចគ្នាហើយអញ្ចឹងយើងអាចតេស្តនៅក្នុង demo របស់គ្នាមកដោយដំបូងយើងprogram របស់យើងក៏អាច identify វាថាវាជា NFA ឬក៏ DFA បានដែរអូខេអញ្ចឹងយើងគ្រាន់តែ click លើប៊ូតុនហ្នឹងអូខេអញ្ចឹងautomaton យើងគឺជា page NFA អញ្ចឹងយើង say string មកអូខេអញ្ចឹងវា reject ដោយសារកតុយវាបញ្ចប់ដោយអក្សរBA អញ្ចឹងបើយើង log A ចោលមួយយើងតេស្តអូខេវា accepted អញ្ចឹងយើងចូលទៅតេស្តDFA មួយទៀតយើងបានសល់នៅក្នុង database ដូចគ្នាខ្ញុំចុច load ហើយអញ្ចឹងយើងមើល automaton នៅក្នុង program របស់យើងហើយនៅក្នុងលំហាត់ដូចគ្នាហើយអញ្ចឹងយើងចូលទៅតេស្តក្នុង demo ទាំងអស់គ្នាហើយអញ្ចឹងវាចេញ rejected ដោយសារវាអត់បញ្ចប់ដោយសារ BA ហើយបើវាបញ្ចប់ដោយសារ BA វានឹង accept ហើយសម្រាប់ DFA ក៏យើងអាច classify វាបានដែរយើងគ្រាន់តែចុចប៊ូតុងហ្នឹងទៅវា identify ថា automaton របស់យើងគឺជាប្រភេទ DFA សូមអរគុណជំរាបសួរលោកគ្រូខ្ញុំបានឈ្មោះចាំញីហោខ្ញុំបានមកពីក្រុមទី1ដែលចំណុចឡើងខ្ញុំឡើងមកនិយាយគឺចំណុចទី5គឺ convert NFA to DFA ដោយសារតែគ្នាខ្ញុំបានបញ្ចូល NFA ចូលក្នុងprogram រួចហើយខ្ញុំគ្រាន់តែ select យកមកប្រើគឺNFA របស់យើងគឺ string ដែលផ្ដើមដោយ AB និងបញ្ចប់ដោយ BA ហើយយើង load វាតបមកយើង convert វា to DFA program យើងគឺពិសេសត្រង់ថាយើងអាចបង្ហាញ step នៃការ convert មួយជំហានទៅដល់ user មើលបានហើយ program របស់យើងក៏កណនី epsilon transition ហើយរួចដែរដោយសារតែ NFA របស់យើងហ្នឹងវាអត់មាន epsilon transition អញ្ចឹងយើងតាំង A ហ្នឹងគឺជា start state យកហ្មងបន្តមកទៀតនេះគឺជា table summary របស់យើងចំពោះសញ្ញាគ្រីនេះដោយសារតែ D4 វាផ្ទុកគុយ4ដែលជា final state របស់ NFA របស់យើងខាងដើមអញ្ចឹងនាំឲ្យ D ហ្នឹងក៏ជា final state របស់ DFA ដែរហើយចំពោះនេះគឺជា automaton របស់ DFA របស់យើងដែលពណ៌បៃតងនេះគឺជា start state ហើយ D នេះគឺជា final state ហើយយើងចង់ដឹងថា automaton យើងថាវាដំណើរការទៅត្រូវឬអត់យើងអាចតេស្តវាដោយយើងបញ្ចូល string ចូល A BA ដែលវា accept អញ្ចឹងយើងបញ្ចូល A ចូលវាទៅមុខទៅ transition B ហើយយើងចូល B ចូលវាត្រូវទៅ distance C ហើយយើងបញ្ចូល A បន្ទាប់ទៀតវាទៅជា final state អញ្ចឹងមានន័យថា automaton របស់យើងត្រូវប៉ុន្តែបើយើងបញ្ចូល string ខុសដូចជា BBA វិញអញ្ចឹងគ្រាន់តែយើងដាក់ B ចូលវាចូល trap វាអត់មាន transition ណាទៀតទេអញ្ចឹង final របស់យើងចប់ប៉ុណ្ណឹងជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះហុងសុធារិទ្ធចូលមកដល់ចំណុចទី6របស់ system របស់យើងគឺការ minimize DFA ឥឡូវហ្នឹងដោយសារតែយើងមាន data របស់ DFA នៅក្នុង database ខ្ញុំធ្វើការ load ចូលក្នុង system របស់យើងអញ្ចឹងយើងចុចប៊ូតុង load មកវានឹង load ចូលអញ្ចឹងយើងទៅមើលនៅ automaton របស់យើងនេះគឺជា automaton ដើមរបស់យើងដែលវាមានចំនួន5 state ដែលយើងអត់បាន minimize វាហើយអញ្ចឹងយើងចូលមកដល់ការ minimize យើងចុចប៊ូតុង minimize មកអ
ចំណុចពិសេសរបស់ system របស់យើងគឺវាប្រាប់នៅ process មួយរបស់ការ minimize ទៅកាន់ user ឲ្យគាត់ងាយស្រួលក្នុងការយល់អញ្ចឹង step ទី1គឺវានឹងបែងចែក non final state និង final state ទៅជាពីរក្រុមដែល final state វានឹងដាក់ចូលក្រុមមួយទៅដែលជា Q4 ហ្នឹងហើយក្រុមមួយទៀតគឺវា contain ណា contain state ណាដែលវាមិនមែនជា non final state អញ្ចឹងវាចូលទៅដល់ចំណុចទី2គឺការ refine អញ្ចឹងវានឹងធ្វើការ check transition របស់ state មួយនៅក្នុងក្រុមមួយហ្នឹងតើ transition មួយណាដែលវា equivalent មួយគ្នាអញ្ចឹងនៅក្នុង system របស់យើងនេះពេលដែលវាកណនីហើយយើងឃើញថាវាមាន3ក្រុមដោយសារតែយើងមើលទៅក្នុងក្រុម0អញ្ចឹងដល់ពេលដែលយើង check គុយ1គុយ2គុយ3គឺវាតាម0គឺវាទៅ non final state ដូចគ្នាទៅតាម1គឺវាទៅដល់ final state ដូចគ្នាអញ្ចឹងវាអាចដាក់នៅក្នុងក្រុមមួយបានព្រោះគុយ0គឺវាខុសពីគេដោយសារវាទៅ non final state និង non final state អញ្ចឹងយើងធ្វើការដាក់វាក្នុងក្រុមផ្សេងអញ្ចឹងបន្ទាប់ពីការធ្វើការ minimize ហើយយើងចូលមកក្នុងតារាងសង្ខេបរបស់យើងអញ្ចឹងបន្ទាប់ពីធ្វើការ minimize ហើយ system របស់យើងតាំង A ដោយស្មើនឹងសំណុំរបស់គុយ0ហើយ B ជាមួយគុយ1គុយ2គុយ3អញ្ចឹងចំពោះ C ដែលវា contain គុយ4ដែលយើងចូលមើលដែលជា final state របស់ DFA របស់យើងអញ្ចឹងនេះគឺជា visualize automaton របស់យើងបន្ទាប់ពីយើងធ្វើការ minimize រួចអញ្ចឹងឥឡូវយើងមកធ្វើការ testing របស់វាអញ្ចឹងនៅ automaton ដើមរបស់យើងគឺវា start ចេញពីគុយ0ទៅតាម1ទៅគុយ3ហើយតាម1ទៀតទៅគុយ4ដែលជា final state អញ្ចឹងយើងចូលទៅមើល visualize automaton ដែលយើងបាន minimize រួចហ្នឹងអញ្ចឹងបងវា start ចេញពី A ដូចគ្នាអញ្ចឹងវាតាម1ទៅកាន់ B ហើយតាម1ទៅកាន់ C ដែលជា final state ដូចគ្នាអញ្ចឹងការ minimize របស់យើងគឺមានតែប៉ុណ្្នឹងសម្រាប់ system របស់យើងសួរលោកគ្រូខ្ញុំឈ្មោះលូជុំតារារិទ្ធអញ្ចឹងបន្ទាប់របស់ខ្ញុំ program នេះមិនមែនធ្វើតែតាក់ទងទៅនឹង final automata នោះទេគឺខ្ញុំបានធ្វើដល់ regular expression ហើយនៅក្នុងនេះខ្ញុំមាន link ចំនួន2ហើយនេះជា link ដំបូងនេះគឺសម្រាប់ program នេះតែម្ដងហើយ link ទី2នេះគឺដើម្បីយើង test regular expression អញ្ចឹងខ្ញុំធ្វើការជួយ link ទី2នេះមកអូខេអញ្ចឹងប្រទេសនេះសម្រាប់ test regular expression តែម្ដងអញ្ចឹង program យើងអាច test យើងអាច convert ពី regular expression ទៅកាន់ final automata ហើយយើងអាច convert ពី final automata ទៅជា regular expression វិញបានអូខេឥឡូវដំបូងយើងបញ្ចូល regular expression ណាមួយទៅឧបមាថាខ្ញុំចង់បញ្ចូល a ផ្កាយ b ផ្កាយអញ្ចឹង a ផ្កាយ b ផ្កាយ a ផ្កាយនេះជា a closure b closure ហើយយើង concatenation ចូលគ្នាហើយយើងចុច validate មកដើម្បីឲ្យ program យើងស្គាល់អំពី regular expression មួយនេះអញ្ចឹងបើសិន program វាស្គាល់ហើយវានឹងចេញពណ៌បេតុងបែបនេះវាថា validate តែបើសិនជាយើងវាយខុសក៏ program យើងវាស្គាល់ដែរអូខេអញ្ចឹងចំពោះការ test string នេះខ្ញុំអត់ទាន់អាច test clear បានទេខ្ញុំត្រូវការយក regular expression នេះទៅ convert វាទៅជា NFA សិនអូខេអញ្ចឹងខ្ញុំ generate មកអូខេអញ្ចឹងនេះគឺជា process នៃការ convert ហើយការ convert នេះខ្ញុំប្រើនៅរូបមន្តរបស់ Thomson អញ្ចឹងយើងមើលត្រង់នេះអញ្ចឹងនៅក្នុងរូបមន្ត Thomson បើសិនជា A closure គឺគាត់ឲ្យទៅ set បែបនេះគឺយើងប្រើ epsilon មួយទៅចេញពី start state ប្រើ epsilon ទៅមុខសិនបន្តមកយើងឆ្លងកាត់ A តមកទៅមុខទៀតហើយឆ្លងកាត់ epsilon មកទៅដល់ final state នេះគឺជា closure ចំពោះ A ផ្កាយហើយនេះគឺជា concatenation បើសិនយើងមាន string 2 concatenate ចូលគ្នាអូខេអញ្ចឹងយើងមើលរបស់យើងវិញអញ្ចឹងបើយើងនេះយើងមើល A ផ្កាយ A ផ្កាយនេះគឺយើងទៅសេទៅជា NFA គឺយើងទៅសេបែបនេះយើងមាន epsilon ទៅមុខទៀតទៅហើយមកឆ្លងកាត់ A ទៅ Q1 ហើយទៅមកទៅមុខទៀតមួយវាអាចមកក្រោយតាម epsilon ទៅចំពោះ B នេះគ្នា B យើងប្រើThomson NFA នេះគ្នាអញ្ចឹងយើងមានយើងមាន A ផ្កាយ NFA បែបនេះ B ផ្កាយ NFA បែបនេះអញ្ចឹងនៅពេលដែលយើង concatenation ចូលគ្នាយើងប្រើepsilon មួយដើម្បីយើងភ្ជាប់រវាង NFA របស់ A ផ្កាយហើយនិង NFA របស់ B ផ្កាយទៅតាម concatenation របស់ Thomson អូខេអញ្ចឹងបន្ទាប់ពីខ្ញុំមានប៉ុណ្ណឹងខ្ញុំអាចធ្វើការ test string បានហើយអានេះគឺយើងយក function ពី page មុនយកមកប្រើ page មុនគឺយើងអាចយក NFA ទៅ test string បានឥឡូវយើងយក NFA ដែលយើងមក convert នេះមក test string ឥឡូវខ្ញុំថាអញ្ចឹងបើយើងនេះគឺចាប់ផ្ដើមដោយ A ឬមួយចាប់ផ្ដើមដោយ A ក៏បានដែរព្រោះ A គឺ A closure មកថាខ្ញុំវាយអក្សរ B ជាមួយទៅអូខេអញ្ចឹង program យើងនេះវាស្គាល់ព្រោះ B នេះក៏វា validate ដែរតោះមកថាខ្ញុំចាប់ដើមដោយ BA វិញអញ្
ចឹង BA ប្រកាសជាវា reject ចោលធ្វើសារ program យើងចង់ចាប់ដល់អក្សរ A ឬមួយអត់ដល់អក្សរ A ក៏បានដែរតែបើសិនជាមាន A មកបន្ទាប់ពីអក្សរ B គឺវាថា reject ចោលអូខេហើយនេះក៏តែជាការ convert ពី NFA ទៅ DFA ធម្មតាទេព្រោះដោយសារយើងអត់ច្បាស់ទេថាអានេះ convert ទៅជា NFA ឬក៏ DFA អញ្ចឹងខ្ញុំធ្វើការបែងចែកច្បាស់ទៅ regular expression convert ទៅជា NFA ដំបូងតាមការ group of Thomson បន្ទាប់មកយើងប្រើ function ដែលយើងមានស្រាប់ convert ពី NFA ទៅ DFA វិញអូខេចឹងនេះវាមានលក្ខណៈ process របស់យើងដូចគ្នាគឺយើងប្រើ function ពីខាងមុនមកអូខេចឹងនេះគឺ transact head ហើយនេះគឺជា visualization អំពី DFA ដែល convert ចេញពី NFA មុនមកអូខេចឹងអា protocol នេះបានន័យបញ្ជាក់ថាវាជា start state ផងជា final state ផងចឹងចំពោះការ convert ពី regular expression មកកាន់ FA final តាមតាគឺមានប៉ុណ្ណឹងជំរាបសួរលោកគ្រូខ្ញុំហ៊ុនលីហួងខ្ញុំជាសមាជិកអ្នកនៅក្នុងក្រុមមួយដែរហើយខ្ញុំមកនេះគឺបន្តពីសមាជិកក្រុមរបស់ខ្ញុំដោយបង្ហាញទៅលើចំណុចទី5 convert ដោយ convert ពី finite automaton to regular expression អញ្ចឹងខ្ញុំត្រូវការ load យក data ពីក្នុង database យកមកចឹងនេះគឺជា finite automaton យើងដែលមាន state 3 Q0 Q1 ហើយនិង Q2 ដែល Q0 គឺជាតំណាងឲ្យ start state ហើយនិង Q2 គឺជា final state អញ្ចឹងយើងចូលទៅកាន់ process នៃការ convert របស់យើងដោយយើងប្រើនៅ addend lemma ហើយដោយសារវាជា program អញ្ចឹងវាអាចកណនីបានវាអាចដឹងថាតើគូកណនីអាណាមុន x2 មុន x1 មុនឬក៏ x0 មុនទេអញ្ចឹងយើងធ្វើការឲ្យវាកណនីតាមលំដាប់យកមកពី0ដេញទៅដល់1 2 3ចឹងទៅហើយដល់ដំបូងយើងតាំងx0 តំណាងឲ្យ set q0 ហើយx1 q1 x2 តំណាងឲ្យq2 អញ្ចឹងយើងមើលតាមតារាងហ្នឹងយើងឃើញថា x0 វាស្មើនឹង b x0 បូកជាមួយនឹង a x1 បើថា x1 វាស្មើនឹង a x1 បូកឲ្យ b x2 ហើយចំពោះ x2 វាស្មើនឹង a b concatenate ជាមួយនឹង x2 ហើយក្នុងហ្នឹងដោយសារ x2 វាជាfinal state អញ្ចឹងយើងត្រូវការបូក epsilon នៅខាងក្រោមទៀតអញ្ចឹងដំបូងយើងតាំង x answer មួយមកវាស្មើនឹង x0 ហើយតបមកតបពីកណនី x0 ហើយយើងធ្វើការបោះចំណុច x0 ចូលក្នុងនឹងមកហើយបន្ទាប់ពីកណនី x0 ហើយយើងកណនីបន្តទៀតដល់កណនី x1 ដោយបោះ x1 ចូលទៅក្នុងនេះមកហើយតបមកយើងទទួលបានប៉ុណ្ណឹងតបមកយើងកណនីទៅកាន់ x2 ទៀតដោយយើងធ្វើដូច process ខាងលើហ្នឹងពេលយើងបោះចំនួន x2 ចូលមកយើងនឹងទទួលបាន final answer មួយហើយយើងមាន concatenate ជាមួយនឹង epsilon ដោយសារ x2 ហ្នឹងវាមាន epsilon ប៉ុន្តែ epsilon ហ្នឹងconcatenate ជាមួយនឹងអ្វីមួយនឹងទទួលបានអ្វីមួយហ្នឹងមកវិញអញ្ចឹង final answer របស់យើងគឺទទួលបាន b ផ្កាយ concatenate ជាមួយ a ហើយ a ហ្នឹង concatenate ជាមួយ a ផ្កាយហើយ concatenate ជាមួយ b ហើយ concatenate ជាមួយនឹង a ឬ b ផ្កាយអញ្ចឹងនេះគឺជា finite automaton ដែលយើងអាចផ្ទៀងផ្ទាត់ទៅនឹង regular expression ដែលយើងបានធ្វើការ convert ហើយអញ្ចឹងយើងអាចផ្ទៀងផ្ទាត់បានដោយយើងឃើញថា b ផ្កាយ3អញ្ចឹងនេះគឺជា finite automaton របស់យើងសម្រាប់ផ្ទៀងផ្ទាត់ថាតើ regular expression ដែលយើងបានកណនីខាងលើហ្នឹងត្រូវឬខុសអញ្ចឹងយើងចូលមកដំបូងគឺចាប់ដើមពី start state មួយ q0 ហើយដោយសារក្នុងហ្នឹងវាមាន b ផ្កាយហ្នឹងមានន័យថាគឺវា loop មក state ខ្លួនឯងវិញតមកយើងតទៅ state មួយទៀតតាម a ហើយនៅក្នុង state ហ្នឹងវាមាន concatenate ជាមួយ a ផ្កាយមានន័យថា
ចឹងមានន័យថា state Q មួយហ្នឹងគឺវា loop ពេលវាចំ A នឹងវាមកវិលមកខ្លួនឯងវិញហើយតមកទៀតយើងតទៅកាន់ state មួយទៀតគឺ state គុយ2ដែលធ្វើ transition ពីគុយ1តាម B ហើយនៅក្នុងគុយ2ហ្នឹងវាមានloop transition មួយទៀតដែល A ឬក៏ B អញ្ចឹងសរុបមកយើងផ្ទៀងបើបន្ទាប់ពីការផ្ទៀងផ្ទាត់ទៅយើងឃើញថា program របស់យើងបានគណនា regular expression ត្រឹមត្រូវ